នៅខ្មែរគេមានម៉ូតូឌុបទៅអីនៅអាមេរិកវិញរមម៉ូតូឌុបជិះគ្មានទេមានតែកង់បែបនេះឯងបងប្អូនយើងអាចជួលជិះកង់នឹងដោយសេរីដោយ24ម៉ោងតែម្ដងគេមាននៅគ្រប់កន្លែងនៅគ្រប់តំបន់តែម្ដងនៅក្នុងខាងខ្ញុំនេះទូសុននេះមាន41ស្ថានីយ៍យើងអាចជិះទៅអស់ថ្មកន្លែងណាយើងទុកកន្លែងនោះទៅក្រុមហ៊ុនគេនឹងដើរប្រម៉ូកង់នឹងយកមកសាកថ្មវិញហើយមានភាពងាយស្រួលមែនទែនសម្រាប់ការជិះហ្នឹងយើងគ្រាន់តែបងប្រាក់ទៅតាមម៉ាស៊ីនរបស់វាហ្នឹងឬក៏យើងប្រើ app ទូរស័ព្ទក៏បានដែរយើងចំណាយ$1ដើម្បីអាចដោះសោកង់នឹងជិះបានប៉ុន្តែគេគិត1នាទីគេគិត25សេនអញ្ចឹងយើងជិះប្រហែលនាទីយើងគុណទឹកលុយទៅតាមនោះទៅហើយយើងអស់ចង់និយាយថាយើងជិះហើយយើងចង់ឈប់តាណាអីយើងទុកទៅនោះទៅយើងមិនបាច់មកយកដាក់នៅកន្លែងស្ថានីយ៍វិញទេដល់ពេលទៅក្រុមហ៊ុនគេដើរប្រម៉ូមកយកដាក់នៅក្នុងស្ថានីយ៍នឹងវិញហើយមានការងាយស្រួលមែនតើហ្មងគឺមានផែនទីមាន map មានផ្លូវដាក់ឲ្យយើងមើលច្បាស់លាស់មែនតើយើងអាចជិះបានមកប្លុកទីក្រុងនឹងយើងអាចចេញពីទីក្រុងនឹងបានដោយសារវាគេកំណត់នីតិកំណត់អីចឹងណាព្រោះដើម្បីមានភាពងាយស្រួលក្នុងការប្រម៉ូកង់នឹងចូលក្នុងស្ថានីយ៍វិញគឺថាទំនើបមែនតើហ្មងយើងអាចជិះទៅផ្សារឬក៏ទៅតំបន់ចិត្តនឹងដោយមិនចាំបាច់ជិះឡានជិះអីវាកាត់បន្ថយការស្ទះផ្លូវក៏អីព្រោះនៅទីក្រុងនេះវារៀងជាដែរបងប្អូនអញ្ចឹងគេធ្វើអញ្ចឹងវាកាត់បន្ថយការស្ទះបានមួយកម្រិតដែរល្អមែនតើ